សម្រាប់ iPhone 13 Pro Max ម្ដងនេះបាទម្ចាស់គាត់ថាប្រើសុកស្រាប់តែឡើងចេញពណ៌បៃតងពេញអេក្រង់ចឹងតែម្ដងបងប្អូនណាបាទអញ្ចឹងគាត់សម្រេចចិត្តថាយកមកឆែកនៅ S8 Phone Soft សិនបាទបន្ទាប់ពីឆែកហើយគាត់ថាបើជួសជុលអាចាស់បានជួសជុលឲ្យគាត់មកតែបើជួសជុលអត់បានទេផ្លាស់ប្ដូរអេក្រង់ថ្មីឲ្យល្អឲ្យគាត់មកអញ្ចឹងណាបាទបាទអញ្ចឹងបន្ទាប់ពីយើងជួសជុលអស់រយៈពេលកន្លះថ្ងៃបងប្អូនណាឥឡូវវាបានចេញមកវិញបងប្អូនណាបាទចេញមកវិញហើយបាទនេះចេញហើយបាទថ្លែងមានបញ្ហាបៃតងទៀតទេបងប្អូនណាបាទនេះដើរធម្មតាគ្រប់កន្លែងគ្រប់វេលាគៀនកោះឲ្យដើរទាំងអស់ណាថាច់ដើរវិញទាំងអស់លឺអីភ្លឺអេក្រង់ពេញវិញទាំងអស់បងណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបញ្ហាជាមួយនឹងអេក្រង់ប្រើនៅសុកទៅចេញពណ៌បៃតងពណ៌សពអីកុំអាលតន់បោះចោលអេក្រង់ណាបាទឬក៏កុំអាលតន់ផ្លាស់ប្ដូរអេក្រង់ថ្មីអីបាទអាចយកមកសាកល្បងតេស្តដូចគាត់សិនទៅបាទបើតេស្តចេញយើងជួសជុលអេក្រង់ចាស់ប្រើវិញធម្មតាអេក្រង់ហ្វេនយើងណាបាទតែបើអត់ចេញទេចាំយើងធ្វើការផ្លាស់ប្ដូរអេក្រង់ថ្មីទៅបងប្អូនណាបាទអរគុណច្រើនសម្រាប់ការគាំទ្រហាង SM8 Phone Shop ក្នុងសំណងខេត្តឧត្តរមានជ័យបាទ